សួស្តីប្រិយមិត្តអរគ្នាសូមស្វាគមន៍មកកាន់ Channel របស់ខ្ញុំដែលមានឈ្មោះថា Snow ថ្ងៃនេះខ្ញុំនឹងនាំយកខ្សែភាពយន្តមួយដែលមានចំណងជើងថា Fear ដែលខ្សែភាពយន្តមួយនេះគឺនិយមពីក្មេងស្រីសិស្សសាលាម្នាក់រស់នៅក្រោមការមើលថែពីឪពុកនាងចង់មានជីវិតឯករាជ្យដ៏ពេញលេញមួយដែលអត់ចង់ឲ្យគ្រួសាររបស់នាងមានឥទ្ធិពលមកលើខ្លួននោះឡើយថ្ងៃមួយក្មេងស្រីម្នាក់នេះក៏ស្រាប់តែបានជួបនឹងបុរសម្នាក់ដែលគេសង្ហាមានមន្តស្នេហ៍ហើយថែមទាំងមានភាពតាក់ទាញខ្លាំងមែនទែនក្មេងស្រីម្នាក់នេះគ្រាន់តែឃើញហើយក៏ធ្លាក់ក្នុងអន្លង់ស្នេហ៍គេតែម្ដងមិនយូរប៉ុន្មានពួកគេក៏បានក្លាយជាសង្សារនឹងគ្នាដោយពីដំបូងបុរសម្នាក់នេះ take care ស្រឡាញ់និងតែងតែនៅក្បែរក្មេងស្រីម្នាក់នេះរហូតប៉ុន្តែក្តីស្រឡាញ់របស់បុរសម្នាក់នេះចំពោះនាងហាក់ចាប់ផ្ដើមក្លាយជាចំណងដែលមិនអាចផ្ដាច់បានដោយពីសបកក្រៅគេដូចជាទេពបុត្រជាសេះសប៉ុន្តែខាងក្នុងវិញគឺដូចជាបិសាចដោយគេចាប់ផ្ដើមតាមដានគ្រប់សកម្មភាពរបស់ក្មេងស្រីម្នាក់នោះគ្រប់ជំហានទម្លុះចូលទៅក្នុងផ្ទះហើយធ្វើបាបនរណាដែលព្យាយាមជិតស្និទ្ធនឹងនាងហើយអ្នកណាក៏ដោយឲ្យតែហ៊ានអណ្ដាមនាងចេញពីគេនោះអ្នកនោះនឹងត្រូវជួបរឿងនឹកស្មានមិនដល់ជាក់ជាមិនខានតោះប្រិមត្តអរគ្នាចង់ដឹងថាតើបរិសម្នាក់នេះនឹងហ៊ានធ្វើរឿងសាហាវដូចម្ដេចដើម្បីយកនារីដែលគេស្រឡាញ់ហើយតើនឹងមានរឿងអ្វីកើតឡើងចំពោះក្មេងស្រីម្នាក់នេះចង់ដឹងទស្សនាវីដេអូនេះជាមួយខ្ញុំទាំងអស់គ្នាសាច់រឿងរបស់យើងបានកើតឡើងទៅលើក្មេងស្រីអាយុ16ឆ្នាំម្នាក់ដែលមានឈ្មោះថា Nicole ជាសិស្សសាលាវិទ្យាល័យម្នាក់ដែលរស់នៅជាមួយនឹងឪពុករបស់នាងមានឈ្មោះថា Steve ម្ដាយចងឈ្មោះ Laura និងប្អូនប្រុសរបស់នាងមានឈ្មោះថា Toby Steve គឺជាឪពុកដ៏តឹងរ៉ឹងម្នាក់ព្រមទាំងមានវិន័យចំពោះកូនគាត់ខ្លាំងមែនទែនដែលគាត់ធ្វើដូចនេះមិនមែនបិទសិទ្ធិសេរីភាពកូននោះឡើយដែលការដែល Steve ធ្វើអញ្ចឹងហ្នឹងក៏ព្រោះតែ Nicole គឺជាក្មេងស្រីឈាមរាវដែលអាចនឹងធ្វើរឿងអីដែលគាត់ហាមប៉ុន្តែគាត់ស្រឡាញ់កូននិង take care កូនរហូតមក Nicole អត់ខុសពីក្មេងស្រីទូទៅធម្មតានោះទេគឺនាងប្រាថ្នាភាពសប្បាយហឺហាជីវិតឯករាជ្យជាពិសេសនោះនាងចង់បានបរិសម្នាក់ដែលអាចផ្ដល់សេចក្តីស្នេហាឲ្យនាងបានថ្ងៃមួយមិត្តភ័ក្តិរបស់នាងពីរនាក់គឺម្នាក់ឈ្មោះ Margot និងម្នាក់ប្រុសឈ្មោះថា Gary ពួកគេក៏បានហៅ Nicole ទៅកន្លែងមួយដែលមានមនុស្សជាច្រើនចូលរួមសប្បាយហូរកញ្ជ្រៀវគ្រប់យ៉ាងផ្លាស់ប្ដូរ180ដឺក្រេពីព្រោះថា Nicole ក៏បានសម្លឹងឃើញបរិសម្នាក់នេះមានឈ្មោះថា David ជាបរិសង្ហាដែលមានមន្តស្នេហ៍និងមានភាពតាក់ទាញខ្លាំងមែនទែនហើយចំពោះ Nicole វិញនាងទើបតែឃើញគេលើកទី1សោះនាងក៏គិតថា David គឺជាមនុស្សល្អហើយថែមទាំងឲ្យភ្នែកឲ្យចំហទៅកាន់គេទៀតផងខណៈនោះក៏ស្រាប់តែមានអ្នកណាម្នាក់បានហុចសម្បត្តិអញ្ជើញមកកាន់ពួកគេដែលវាគឺជាសម្បត្តិអញ្ជើញដើម្បីចូលរួមពិធីជប់លៀងដ៏សប្បាយនៅក្នុងក្លឹបមួយមិនយូរប៉ុន្មានថ្ងៃនោះក៏មកដល់មនុស្សចូលរួមច្រើនមែនទែនហើយមិត្តភ័ក្តិរបស់ Nicole ក៏ទៅរាំបាត់ប៉ុន្តែ Laura ម្ដាយចុងរបស់ Nicole បានហាមថាអត់ឲ្យមកផ្ទះយប់ជាដាច់ខាតពីព្រោះថា Steve គាត់អត់នៅផ្ទះនោះទេដែលគាត់រវល់មានធុរៈដូច្នេះ Nicole ត្រូវតែត្រឡប់មកផ្ទះវិញឲ្យបានមុនយប់ច្រើន Nicole វិញកំពុងតែឈរតែម្នាក់ឯងភ្លាមនោះ David មិនដឹងចេញមកពីណាក៏បានសួរ Nicole ថាម៉េចបានជានាងអត់ទៅរំនឹងគេអញ្ចឹងនិយាយគ្នាបានតែប្រហែលម៉ាត់នេះមុនស្នេហ៍ដូចជាផ្លេចបន្ទូរបស់ David នេះក៏បានដាក់អន្ទះឲ្យ Nicole លំមួយរំពេចនិយាយគ្នាមិនបានប្រហែលនៅក្នុងក្លឹបមួយនេះក៏ចាប់ផ្ដើមចលាចលយ៉ាងខ្លាំងមនុស្សវាយតប់គ្នា David ក៏បានទាញដៃ Nicole ចេញពីវងមនុស្សដែលកំពុងតែចលាចលរួចហើយក៏បាននាំនាងជិះឡានទៅកន្លែងស្ងាត់មួយដែលមានតែពួកគេតែពីរនាក់បន្ទាប់មកគេក៏ចាប់ផ្ដើមនិយាយពាក្យផ្អែមល្ហែមលួងលោមទៅកាន់ក្មេងស្រីម្នាក់នេះដោយសប្តាហ៍ថ្ងៃហ្នឹង David គេរស់នៅតែម្នាក់ឯងឪពុកម្ដាយរបស់គេរស់នៅទីក្រុងមួយផ្សេងទៀតប៉ុន្តែ David គេដូចជាមនុស្សម្នាក់ដែលបង្កប់ទៅដោយអាត់កំបាំងមួយដែល Nicole មើលទៅដូចជាអត់យល់សោះស្ដាប់គេនិយាយតែប្រហែលឃ្លា Nicole និង David ក៏បានថើបគ្នាទាំងត្រេកតាអាលហើយវេលាយប់កាន់តែជ្រៅទៅប៉ុន្តែ Nicole នាងអត់មានខ្វល់សោះរវល់តែផ្អែមល្ហែមជាមួយគ្នានេះ Nicole នាងក៏ត្រឡប់មកផ្ទះវិញនៅម៉ោង 2 រំលងអាធ្រាត្រដែលធ្វើ Laura ជាម្ដាយចុងនេះខឹងយ៉ាងខ្លាំងប៉ុន្តែ Nicole វិញនាងអត់មានខ្វល់ខ្វាយពីការបារម្ភរបស់ម្ដាយនាងនោះឡើយស្គាល់គ្នាមិនយូរប៉ុន្មាន Nicole និង David ក៏ចាប់ផ្ដើមតាក់ទងគ្នាជាសង្សារ David គេធ្វើល្អគ្រប់បែបយ៉ាងទាំងអស់ទាំងស្រឡាញ់ទាំង take care និងយល់ពីនាងគ្រប់យ៉ាងរហូតធ្វើ Nicole ទុកចិត្តមិនថា David ធ្វើអីគឺល្អទាំងអស់ពីព្រោះថានាងមិនដែលជួបបរិសណាម្នាក់មានគ្រប់យ៉ាងដូចជា David នោះឡើយនៅថ្ងៃមួយ
Nicole ក៏បាននាំ David មកជួប Steve ប៉ារបស់នាង Steve ក៏រត់ទាន់ទុកចិត្ត David ឲ្យមកតាក់ទងកូនសិស្សរបស់គាត់នោះឡើយជួបគ្នាលើកទី1 David គេធ្វើធម្មតាហើយគេរស់រាយខ្លាំងមែនទែនដោយចោះសម្រងជាមួយនឹងក្រុមគ្រួសាររបស់ Nicole យ៉ាងលឿនប៉ុន្តែបើចំពោះ Steve វិញគាត់ឃើញ David ភ្លាមគឺមានអារម្មណ៍ថា David មិនមែនជាមនុស្សល្អដែលមានអត្តចរិតដោយដែលគេបញ្ចេញមកនោះឡើយដោយសារតែ Steve យល់ថាមានអីមួយដែល David កំពុងតែលាក់បាំងហើយនោះវាគ្រាន់តែជាការសម្ដែងរបស់គេតែប៉ុណ្ណោះកំឡុងពេលដែល Steve កំពុងតែធ្វើការ David ក៏បានសុំចូលដើម្បីលាងដៃនៅក្នុងបន្ទប់ទឹកខណៈនោះ Margot មិត្តរបស់ Nicole ក៏បានចូលមកដែរនាងក៏បានអោនចងស្បែកជើងដែលបណ្ដាលឲ្យសពតរបស់នាងឡើងខើច David ចេញមកវិញភ្លាមគ្រាន់តែឃើញអញ្ចឹងគេក៏សម្លឹងមើលទៅក្រោមសម្ពុររបស់ Margot អត់ដាក់ភ្នែកសោះរួចហើយក៏ញញឹមដោយទឹកមុខបែបនេះហើយ David ក៏បាននាំ Margot និង Nicole ចេញទៅបានបន្ទាប់មកថ្ងៃមួយ Steve ក៏បាននាំប្រពន្ធក្រោយ Laura និង Toby ទៅដើរលេងកម្សាន្តប្រហែលថ្ងៃនៅកន្លែងមួយប៉ុន្តែមុននឹងគាត់ចាក់ចេញទៅគាត់ក៏បានប្រាប់ Nicole ថាហាមមិនឲ្យនាំនរណាម្នាក់ចូលមកក្នុងផ្ទះនេះជាដាច់ខាតប៉ុន្តែ Nicole វិញនាងអត់បានស្ដាប់តាមការប្រាប់ឪពុករបស់នាងនោះឡើយដោយនៅយប់ឡើង Nicole ក៏បានទូរស័ព្ទទៅកាន់ David ដោយប្រាប់ថាប៉ាម៉ាក់របស់នាងអត់នៅទេអញ្ចឹងសូមឲ្យ David មករកនាងមកមិនតែប៉ុណ្្នឹងទេណាទាំងអស់គ្នា Nicole ថែមទាំងប្រាប់លេខកូដសម្ងាត់ទ្វារទៅកាន់ David ទៀតផងដោយនាងមិនបានដឹងនោះទេថានេះគឺជារឿងដ៏សែនល្ងង់ខ្លៅមួយវេលាយប់កាន់តែជ្រៅទៅ David ក៏បានចុចលេខកូដនោះបានសម្រេចហើយគេក៏បានចាប់ផ្ដើមដើរលបចូលទៅក្នុងបន្ទប់ Nicole ដែលនាងកំពុងតែដេកទាំងននលចាំ David មកដល់ David ប្រៀបដូចជាដំរីចុះព្រៃអញ្ចឹងដោយឃើញចំណីនៅមាត់បែបនេះគេក៏បានចូលទៅដេកជាមួយនឹង Nicole ក្នុងយប់នោះទៅពីព្រោះថានាងបានទុកចិត្តគេតាំងតែពីយប់ដំបូងមកម្ល៉េះនៅព្រឹកឡើងពេលចេញពីរៀន Nicole ក៏បានមកដើមរបស់នាងឈ្មោះ Gary ហើយនិយាយគ្នាលេងជាធម្មតា David ដែលទើបតែបើកឡានមកដោយគ្រាន់តែឃើញ Gary ស្និទ្ធស្នាលជាមួយនឹង Nicole អញ្ចឹងគេអត់គិតច្រើនទេក៏ស្ទុះចូលពីឡានហក់មកវាយ Gary ទាត់យកហើយជ្រុលទៅដល់ចំភ្នែក Nicole មួយទំហឹងដែលនាងស្រែកប្រាប់មិនក៏ David អត់ជប់ដែរប៉ុន្តែ David ហាក់បីដូចជាមានអីមកបាំងមុខអញ្ចឹងអត់មានស្ដាប់ហេតុផលអីទាំងអស់ដែលត្រង់កន្លែងមួយនេះ David កំពុងតែបង្ហាញយើងឃើញថាធាតុពិតរបស់គេចិត្តនឹងបញ្ចេញបន្តិចម្ដងហើយចាប់តាំងពីពេលនឹងមក Nicole ចាប់ផ្ដើមដកខ្លួនប៉ុន្តែរឿងអត់ចាប់ស្រួលបែបនេះនោះឡើយដោយ David ចាប់ផ្ដើមដើរតាមនិងឃ្លាំមើលគ្រប់សកម្មភាពរបស់ Nicole គ្រប់ជំហានថានាងធ្វើអីខ្លះហើយនៅជាមួយនរណាដោយគេធ្វើនឹងដូចជាពួករោគចិត្តនិងពួកវិកលចរិតយ៉ាងចាំងការស្លាញ់របស់ David មួយនេះវាហាក់ដូចជាមិនមែនការស្លាញ់ធម្មតានោះទេតែជាការប្រច័ណ្ឌដ៏គួរឲ្យខ្លាចដែលគេនឹងមិនឲ្យនរណាម្នាក់យក Nicole ចេញពីគេបានឡើយនៅយប់មួយនោះ David មកឡើងមកហើយចាប់ផ្ដើមគិតពី Nicole ឲ្យឈប់សោះគឺគេគិតថានឹងធ្វើយ៉ាងណាក៏ដោយត្រូវតែយក Nicole ឲ្យបានអត់អាចបញ្ចប់ស្រួលនោះទេ Nicole នាងចាប់ផ្ដើមយំនៅក្នុងបន្ទប់ Laura ក៏បានចូលទៅលួងរួមទាំង David ផងដែរដោយនាងចាប់ផ្ដើមរៀបរាប់ប្រាប់ Laura ថា David ប្រែក្លាយទៅជាមនុស្សម្នាក់ដែលមានកំហឹងហើយគួរខ្លាចមែនតើដោយគេបានវាយ Gary មិត្តរបស់នាងខណៈពេលនោះដែរ Steve ក៏ស្រាប់តែរកឃើញស្រោមអនាម័យជ្រុះនៅក្បែរនោះ Steve ខឹងនឹងកូនស្រីខ្លាំងមែនតើដែលហ៊ានប្រព្រឹត្តអំពើបែបនេះទាំងដែលខ្លួនមានអាយុទើបតែ16ឆ្នាំតែប៉ុណ្ណោះដែលត្រូវមកបំផ្លាញអនាគតជាមួយនឹងមនុស្សប្រុសបែបនេះ Steve និយាយថា David មិនមែនជាមនុស្សល្អទេគេគឺជាពួករោគចិត្តដែលគេសម្ដែងចេញមកនឹងដើម្បីបោក Nicole តែប៉ុណ្ណោះគឺគេជាមនុស្សដែលមានគ្រោះថ្នាក់ដែលនឹងហ៊ានធ្វើអីគ្រប់យ៉ាងដែលពួកយើងនឹកស្មានដល់គឺគាត់ហាមមិនឲ្យ Nicole ទៅតាក់ទងជាមួយនឹង David ទៀតនោះទេ Nicole នាងអត់ស្ដាប់ទេហើយថែមទាំងនិយាយកាន់ជើង David ទៀតថាគេធ្វើដូចនោះក៏ព្រោះតែ David ស្រឡាញ់នាងគឺគេកំពុងតែបង្ហាញពីក្តីស្រឡាញ់ចំពោះនាងតែប៉ុណ្ណោះដែល Nicole និយាយចេញមកបែបនេះដូចជាងប់ងល់នឹង David ខ្លាំងមែនតើនៅថ្ងៃមួយ David ក៏ស្រាប់តែបង្ហាញខ្លួននៅកន្លែងដែលនាងហែលទឹកលេង Nicole ភ័យក៏បញ្ញាប់បើកឡានចេញទៅភ្លាមប៉ុន្តែដោយសារតែលងភាពអែមល្ហែមដោះសាររបស់ David ថាគេធ្វើអញ្ចឹងក៏ព្រោះតែគេស្រឡាញ់នាងតែប៉ុណ្ណោះ Nicole ចិត្តទន់តែម្ដងហើយចំណងស្នេហារបស់ពួកគេក៏ចាប់ផ្ដើមសារជាថ្មីដោយនាងភ្លេចអស់ពីរឹកពីចម្លែកនិងកោងកាចរបស់ David ដែលបានធ្លាប់ធ្វើមកកាន់ Gary Steve ឯណាវិញក្រោយពីត្រឡប់ពីធ្វើការមនុស្សនៅក្នុងផ្ទះស្ងាត់អរលីងប៉ុន្តែនៅពេលដែលទៅមើលទៅ Steve ឡើងគាំងដោយសារតែឃើញ David
Nicole និង Laura កំពុងទៅនាំគ្នាហែទឹកលេងយ៉ាងសប្បាយទៅវិញ Steve គាត់ខឹងមែនតើថាម៉េចបានជា David អាចចូលមកក្នុងផ្ទះគាត់បាន David គេគួរខ្លាចមែនតើដោយថែមទាំងទៅបន្លំ Laura ទៀតផងភ្លាមនោះ David ក៏បានទៅថាប Nicole ដោយតណ្ហាដែលគេធ្វើដូចនេះហាក់បីដូចជាពួក psychopath ដែលធ្វើ Steve កាន់តែមានអារម្មណ៍អត់ស្រួលថា David មិនមែនជាមនុស្សល្អដោយដែលមនុស្សគ្រប់គ្នាមើលឃើញពីសបកក្រៅនោះឡើយនៅថ្ងៃបន្ទាប់ដោយសារតែមិនទុកចិត្ត David Steve ក៏មកសាលារៀន Nicole ភ្លាមនោះគាត់ក៏បានឃើញ David ឈប់ឡើងនៅកន្លែងហ្នឹងឃើញចឹងគាត់ក៏បានប្របួល David ទៅនិយាយគ្នានៅកន្លែងមួយ Steve ទៅដល់ភ្លាមក៏បានទៅពំមាន David ថាឲ្យឈប់តាក់ទងនឹងកូនសិស្សរបស់គាត់ភ្លាមទៅប៉ុន្តែ David អត់មានខ្លាចសោះក៏បែរជាធ្វើមុខឌឺបែបនេះដោយគេថែមទាំងនិយាយឡកលើមកកាន់ Steve ថា Steve លោកពិតជាល្ងងពេកហើយធ្វើការរហូតគ្មានពេលឲ្យប្រពន្ធកូនខ្លួនឯងប្រពន្ធចុងរបស់លោកឯង Laura នេះចង់ឲ្យទាំងខ្លួនខ្ញុំទៀតផងប៉ុន្តែខ្ញុំខ្ជិលនឹងយកលោកឲ្យខ្ញុំចេញពី Nicole វាពិតជាស្រួលពេកហើយ Steve គាត់ស្ដាប់ហើយហួសចិត្តមែនតើពីព្រោះថាអីពេលនេះ David ចាប់ផ្ដើមពលាងកតុយរបស់វាចេញមកហើយ Steve ក៏បន្តគំរាមថាយើងប្រមានឯងបើឯងនៅតែមិនព្រមចាក់ចេញពីគ្រួសាររបស់យើងទេយើងនឹងកាត់ផ្លោរបស់ឯងព្រមទាំងកាត់ក្បាលរបស់ឯងឲ្យឆ្កែស៊ីទៀតនិយាយហើយ Steve ក៏បានបើកឡានចេញទៅបានប៉ុន្តែ David ភ្លាមនោះក៏ចាប់ផ្ដើមបញ្ចេញរកពៀដូចជាមនុស្សវិកលចរិតតែម្ដងដោយគេក្តាប់ដៃហើយក៏បានវាយដើមទ្រូងខ្លួនឯងវាយហើយវាយទៀតដោយទឹកមុខបែបនេះបន្ទាប់មក Steve គាត់អង្គុយធ្វើការសោកសោក Nicole នាងក៏បានចូលមកទាំងកំហឹងដោយស្ដីឲ្យគាត់ថាម៉េចក៏ប៉ាស្ដីឲ្យមិត្តប្រុសរបស់ខ្ញុំចឹងប៉ាបានធ្វើអីហេតុអីបានជាមនុស្សប្រុសដែលខ្ញុំស្រឡាញ់ប៉ាបែរជាស្អប់ទៅវិញហើយទាំងអស់គ្នា David បានប្រាប់ Nicole ថា Steve ទៅវាយគេឡើងក្រំទ្រូងទៀតផង Nicole នាងជឿឡើងងប់ងល់ជាមួយនឹង David ហើយស្រែកដាក់ប៉ារបស់នាងថាលោកប៉ាខ្ញុំអរការគោរពជាមួយនឹងលោកហើយ Nicole ក៏បានរត់ចេញពីផ្ទះយ៉ាងលឿនដោយដឹងថានាងទៅណាទាំងអស់គ្នាគឺនាងបានទៅឡើងឡានជាមួយនឹង David ដោយគេថែមទាំងធ្វើមុខបែបនេះទាំងភាពរោគចិត្តមកកាន់ Steve ទៀតផងដែល Nicole នាងមិនបានដឹងពីអំពើថោកទាបរបស់ David នោះទេនៅយប់មួយនោះពួកគេក៏បានបើកឡានមកកាន់កន្លែងស្ងាត់មួយដោយចាប់ផ្ដើមផ្អែមល្ហែមដោយកាមតណ្ហានៅពាក់កណ្ដាលយប់អាធ្រាត្រទើប David នាំនាងត្រឡប់មកផ្ទះវិញគ្រប់គ្នានៅក្នុងផ្ទះដេកអស់រលីង Nicole នាងក៏ព្រមចូលផ្ទះហេដោយនាងចង់ដឹងខ្លាំងមែនតើថា David រស់នៅដោយរបៀបណាហើយរស់នៅជាមួយអ្នកណាខ្លះធ្វើអ្វីខ្លះគិតរួចនាងក៏បានបើកឡានប៉ារបស់នាងទៅផ្ទះរបស់ David ភ្លាមដោយគ្រាន់តែទៅដល់ភ្លាមដើរមួយចូលទៅ Nicole នាងក៏បែរជាឃើញ Margot មិត្តភក្តិរបស់នាងម្នាក់កំពុងតែអង្គុយប្រឡោះផ្លូវជាមួយនឹងមិត្តរបស់ David ដោយភាពតណ្ហាដែលនៅក្នុងផ្ទះដែល David រស់នៅនោះវាជាកន្លែងពីលាវ៉ាសាយដោយសិតតែពួកអ្នកលេងថ្នាក់កំពុងតែប្រតិបត្តិការយ៉ាងសប្បាយ David ភ្លាមនោះក៏ស្រាប់តែបានចូលមកហើយក៏ចាប់បោយសក់ Margot រួចបង្ខំឲ្យនាងនិយាយថាស្រីសំផង់ប្រាប់វាទៅថានាងឯងចង់ដេកជាមួយនឹងយើង Margot ដោយខ្លាចហើយព្រមទាំងឈឺចាប់ផងនោះនាងក៏យល់ព្រមនិយាយថាខ្ញុំចង់ដេកជាមួយនឹង David ហើយ David ក៏បានចាប់បីនាងយកទៅបន្ទប់បាត់ដោយសកម្មភាពថោកទាបរបស់ David នេះបានបង្ហាញយើងដឹងការពិតតែម្ដងថាគេជាមនុស្សរោគចិត្តពេញដោយកាមតណ្ហាមិនមែនជាមនុស្សល្អដោយដែល Nicole ងប់ងល់នោះទេគឺវាសម្ដែងតែប៉ុណ្ណោះដែលពួកវាចាប់ Margot យកទៅដេកគ្រប់ប្រុសឆ្លាស់គ្នាដែលថោកទាបអស់អីនិយាយតែម្ដងទាំងអស់គ្នាចំណែក Nicole វិញឈរមើលនៅខាងក្រៅភ្ញាក់ដូចខ្មោចស្លាប់អំពើថ្ងៃអញ្ចឹងព្រោះអត់នឹកស្មានថាទេវបុត្ររបស់នាងតាមពិតគឺជាពលរោគចិត្តដែលពេញដោយកាមតណ្ហានិងមានគ្រោះថ្នាក់នាងចេញមកទាំងខូចចិត្តហើយក៏បានបើកឡានទៅដល់ផ្ទះវិញទាំងស្ដាយកំហុសខ្លាំងមែនតើព្រឹកឡើង Nicole នាងលេងមាត់លេងកអីទាំងអស់ Steve ក៏បានដើរចូលមកមើលកូនស្រីនាងអត់ចង់ឲ្យប៉ារបស់នាងនិយាយច្រើននេះក៏ប្រាប់គាត់ទៅវិញថានាងនិង David បានបែកគ្នាហើយ Steve គាត់ហាក់បីដូចជាដឹងច្បាស់រួចក៏បានទុកកូនស្រីឲ្យសម្រាកសិនទៅចាប់ពីថ្ងៃនឹងមក Nicole នាងចាប់ផ្ដើមខ្លាច David មែនតើទាំងសកម្មភាពគ្រប់យ៉ាងរបស់គេហើយលែងចង់ជួបគេទៀតហើយនាងទើបទៅដឹងច្បាស់ថាអីដែល David សម្ដែងចេញមកកាលពីមុនហ្នឹងវាគ្រាន់តែជាអត្តចរិតសម្ដែងរបស់គេតែប៉ុណ្ណោះតែខាងក្នុងវិញគឺជាពួករោគចិត្តដែលមានចិត្តគំនិតជាបិសាចថ្ងៃនោះពេលកំពុងតែញ៉ាំអីជាមួយ Gary David មិនដឹងចេញមកពីណាក៏បានស្ទុះមកយ៉ាងលឿនមកខ្ទប់ភ្នែក Nicole
ដូចជាមនុស្សបែកថ្នាំអញ្ចឹង Nicole នាងខ្លាចមែនតើក៏ព្យាយាមរត់ចេញទាំងភ័យ David បន្តចាប់នាងនៅក្នុងចំណោមសិស្សទាំងអស់នេះអត់មានអ៊ីនខ្មាស់អីទាំងអស់ Nicole នាងក៏បានស្រែកហើយភ័យមែនតើស្រែកឡើងផ្អើលពេញនៅក្នុងសាលាឲ្យជួយចាប់បរិសម្នាក់នេះចេញពីនាងផង Gary ក៏បានមកជួយ Nicole ហើយប្រាប់ David ថាឲ្យ David ចេញពី Nicole ទៅកុំមករវល់អីជាមួយនឹងនាងទៀត David គេក៏យល់ព្រមប៉ុន្តែទឹកមុខរបស់គេវិញគឺពេញដោយកំហឹងពីព្រោះថាបើគេអត់បាន Nicole ទេអ្នកណាក៏គ្មានសិទ្ធិយកនាងបានដែរនៅល្ងាចមួយនោះ Margot ក៏បានមករក Nicole ដល់ផ្ទះហើយនាងក៏បាននិយាយថាម៉េចបានជា Nicole អត់លើកទូរស័ព្ទរបស់នាងយ៉ាងចឹង Nicole នាងខឹងរឿងកាលពីយប់មុនដែល Margot ធ្វើអំពើថោកទាបដល់ស្មោកគ្រោកមួយនោះដោយសារតែទ្រាំអត់បាន Nicole ក៏បានហៅនាងទៅនិយាយនៅខាងក្រៅផ្ទះដោយនាងក៏បាននិយាយថា Margot ខ្ញុំបានឃើញអំពើស្មោកគ្រោកដែលនាងធ្វើជាមួយ David អស់ហើយឯងគឺជាមិត្តភក្តិរបស់យើងហេតុអីក៏ឯងធ្វើអំពើថោកទាបបែបនេះខ្ញុំមកចង់និយាយច្រើនទេមិត្តភាពរបស់យើងបញ្ចប់ត្រឹមនេះទៅ Margot នាងឡើងស្លុតពីព្រោះដឹងថា Nicole បានដឹងរឿងនេះដោយរបៀបណា Margot យំទាំងឈឺចាប់ពីព្រោះថាមិត្តតែម្នាក់របស់នាងគឺមានតែ Nicole តែម្នាក់ប៉ុណ្ណោះនាងព្យាយាមបកស្រាយខ្លាំងមែនតើថា David អារោគចិត្តម្នាក់នោះបង្ខំឲ្យនាងធ្វើវាប៉ុន្តែ Nicole អត់មានស្ដាប់ហេតុផលអ្វីទាំងអស់បន្ទាប់មក Margot ក៏បានជិះឡានមកវិញទាំងយំនាងខូចចិត្តមែនតើពីព្រោះថានាងត្រូវបាត់បង់មិត្តភាពរំពេចនោះ David ក៏សាប់តែបើកឡានមកបពុកឡាន Margot ហើយខឹងនាងមែនតើដោយគៀនាងរហូតដល់ផ្លូវស្ងាត់មួយ David ចាប់ផ្ដើមពលានកតុយរោគចិត្តរបស់វាចេញមកហើយដោយចាប់បោយសព Margot ហើយវាក៏បានសួរថា Margot យករឿងនេះទៅប្រាប់ Nicole មែនទើបបានជា Nicole ស្អប់វាដល់ថ្នាក់នេះ Margot នាងយំថានាងអត់បានប្រាប់ Nicole ឲ្យបានដឹងរឿងទាំងអស់នេះនោះឡើយប៉ុន្តែ David គួរឲ្យខ្លាចមែនតើទាំងអស់គ្នាដោយវាក៏បានប្រាប់ Nicole ទាំងភាពរោគចិត្តនិងកាមតណ្ហាថាអញ្ចឹងនាងឯងធ្វើយ៉ាងម៉េចត្រូវធ្វើវាឲ្យបានធ្វើឲ្យគ្រប់យ៉ាងទាំងអស់ត្រឡប់មកវិញដូចដើមបើមិនអញ្ចឹងទេខ្ញុំនឹងសម្លាប់នាងឯងចោលជាមិនខានបន្ទាប់ពីនោះ David ក៏បានទៅគូរទ្វារផ្ទះ Nicole ប៉ុន្តែ Steve គឺជាអ្នកបើកហើយ David ព្យាយាមនិយាយបកស្រាយច្រើនមែនតើហើយពូកែសម្ដែងថែមទៀតផងហាក់បីដូចជាខ្លួនឯងនឹងគឺជាមនុស្សល្អប៉ុន្តែ Steve គាត់អត់ជឿអាមនុស្សរោគចិត្តនេះទេដោយមើលទៅកាន់ David គឺដូចជាមនុស្សគ្រោះថ្នាក់ខ្លាំងមែនតើ Steve ក៏បានបើកទ្វារហើយដេញគេចេញពីផ្ទះរបស់គាត់ភ្លាមទៅនៅយប់មួយនោះភាពរោគចិត្តគួរខ្លាំងរបស់ David ក៏បានបង្ហាញដោយគេក៏បានយកកាបិតមកឆូតសាច់ខ្លួនឯងនឹងហើយសរសេរអក្សរថា Nicole forever ដោយចង់បានន័យថាគ្មាននរណាម្នាក់អាចយក Nicole ចេញពីគេបាននោះទេនៅថ្ងៃបន្ទាប់មកទៀត Nicole រៀបនឹងដើរចូលសាលាជាមួយនឹង Gary ដែលរូបភាពមួយនេះត្រូវបានមើលឃើញដោយ David ដោយទឹកមុខរបស់គេគឺចង់កំហឹងយ៉ាងខ្លាំងដោយគេគិតថា Gary គឺជាឆ្អឹងទៅតឹងករបស់គេដោយបន្ទាប់ពីចេញពីសាលារៀន Gary ក៏បានដើរទៅផ្ទះតាមផ្លូវស្ងាត់មួយរំពេចនោះ David ក៏បានរត់យ៉ាងលឿនហើយក៏ធ្វើជានិយាយស្និទ្ធស្នាលជាមួយនឹង Gary ដឹងថាគេអាចនឹងមានគ្រោះថ្នាក់ក៏ព្យាយាមរត់គេចចេញពី David យ៉ាងលឿនប៉ុន្តែរត់អត់ទាន់នេះក៏ត្រូវបាន David សម្លាប់នៅក្នុងព្រៃនោះទៅចំណែក Steve វិញគាត់ចេញពីធ្វើការបំរុងនឹងយកឡានត្រឡប់ទៅផ្ទះវិញប៉ុន្តែ Steve គាត់រន្ធត់ចិត្តមែនតើព្រោះតែឡានរបស់គាត់ត្រូវបាននរណាម្នាក់កំទេចឡើងខ្ទេចអស់ដោយមិនសល់សបត់មួយច្បាប់សរសេរដោយពីឆ្លើយខ្លាំងមែនតើ Steve ក៏បានដឹងថានោះគឺជាស្នាដៃរបស់ David ហើយ David ពេលនេះដែរទាំងអស់គ្នាលែងជាបុរសសង្ហាល្អ perfect ដោយការពីមុនទៀតហើយពីព្រោះថាពេលនេះគេប្រែទៅជាមនុស្សម្នាក់ផ្សេងទៀតដែលជាខ្លួនរបស់គេតែម្ដងគឺរោគចិត្តគំនុំសងសឹកនិងព្យាបាទរបៀបថាអ្វីដែលគេចង់បានគឺនឹងត្រូវតែបានជាដាច់ខាតស្របពេលនោះ Nicole, Laura និង Toby ក៏បាននាំគ្នាទៅលេងនៅកន្លែងមួយប៉ុន្តែគ្រប់យ៉ាងអត់ស្របបំប្រងនោះទេ David កាន់តែគួរខ្លាចខ្លាំងមែនតើដើរបន្តតាមដានរាល់គ្រប់សកម្មភាពរបស់ Nicole ថានាងធ្វើអីហើយនៅជាមួយអ្នកណាខ្លះរំពេចនោះ Nicole ក៏បានដើរទៅបន្ទប់ទឹកតែម្នាក់ឯងដោយ David ភ្លាមនោះក៏បានស្ទុះចូលទៅក្នុងបន្ទប់ទឹកមនុស្សស្រីដោយគ្រាន់តែ Nicole ចេញមកភ្លាមគេក៏បានចាប់ខ្ទប់មាត់របស់នាងហើយក៏និយាយថាវាអត់ដូចអីដែល Nicole គិតទេគ្រប់យ៉ាងគឺមកពី Steve ឪពុកគំរក់របស់ Nicole នឹងឯងជាអ្នកធ្វើវាទាំងអស់ហើយបង្ខំឲ្យគេធ្វើវាអញ្ចឹងដោយ David និយាយបដាដៃរបស់គេកំពុងតែលូកចូលទៅក្នុងសម្ពុតដោយកាមតណ្ហាហើយក៏បានដើរចេញទៅបាត់ដោយទុកឲ្យ Nicole យំនៅក្នុងបន្ទប់ទឹកនេះតែម្នាក់ឯងទាំងភ័យខ្លាចត្រឡប់មកកាន់ Steve គាត់ក៏បានរកឃើញជំរករបស់ David លាក់ខ្លួនគាត់ខឹងមែនតើក៏បានទៅរើកកៅបន្ទប់ David
ដោយអីដែលគាត់បានឃើញនោះទាំងអស់គ្នា David បានយកខោក្នុងរបស់ Nicole នឹងដាក់ចូលទៅក្នុងប្រអប់ព្រមទាំងខ្សែកមួយខ្សែសរសេរថា David's Girl ដែលពិតជារោគចិត្តខ្លាំងមែនទែន Steve ដោយសារតែចិត្តខឹងជាមួយនឹងពួករោគចិត្តនេះគាត់ក៏ចាប់ផ្ដើមបំផ្លាញក្នុងផ្ទះឡើងខ្ទេចបន្ទាប់មក David និងប៉ាក់ពួករបស់គេក៏ត្រឡប់មកវិញឃើញក្នុងផ្ទះត្រូវកំទេចឡើងខ្ទេចបែបនេះ David ដឹងភ្លាមថានេះគឺជា Steve ជាអ្នកធ្វើពួកវាខឹងមែនទែនដោយ David ក៏បានធ្វើមុខគួរខ្លាចបែបនេះនៅយប់មួយនោះគ្រប់គ្នានៅក្នុងផ្ទះទាំងអស់ស្របពេលដែលគេកំពុងតែនងប៉ាក់ពួកដើម្បីទៅសម្លាប់គ្រួសារនោះចោលប៉ុន្តែ David បានប្រាប់គ្នារបស់គេថា Nicole អត់មានរួមចំណែកអីនៅក្នុងរឿងនេះជាដាច់ខាតរំពេចនោះក្តឹងផ្ទះក៏បានរោឡើងដល់ពេលដែលបើកទ្វារទៅតាមពិតគឺជា Margot ដោយនាងយំស្រែកហើយប្រាប់ Nicole ថា Gary មិត្តភក្តិរបស់ពួកគេបានស្លាប់នៅក្នុងព្រៃដោយប៉ូលីសទើបតែរកឃើញសាកសព Gary នៅថ្ងៃនេះទេប៉ុន្តែពួកគេអត់បានដឹងនោះឡើយថាអ្នកដែលសម្លាប់ Gary នោះគឺជាឃាតករ David សមាជិកនៅក្នុងផ្ទះជុំគ្នាហើយ Steve ក៏បានទៅស្នងការដើម្បីប្តឹងប៉ូលីសជាបន្តទៀតពីគ្រោះថ្នាក់ Gary ដែលបានស្លាប់ Nicole នាងខូចចិត្តមែនទែនខណៈនោះឆ្កែរបស់ពួកគេនៅខាងក្រៅសម្លេងរបស់ David ក៏បានបន្លឺចេញពីក្នុងព្រៃដ៏ងងឹតហើយហួចហៅឆ្កែមួយក្បាលនោះចូលទៅក្នុងព្រៃនោះបានមួយស្ទុះក្រោយមក Toby ក៏បានហួចហៅឆ្កែរបស់គេភ្លាមនោះប៉ាក់ពួករបស់ David ក៏បានចាប់បោះក្បាលឆ្កែចូលក្នុងផ្ទះពួកគេស្រែកឡើងស្លាប់បន្ទាប់មកពួកវាក៏ចាប់ផ្ដើមទម្លុះទ្វារផ្ទះបបែកកញ្ចក់ដើម្បីសម្លាប់ពួកគេនៅក្នុងផ្ទះមួយនេះហើយរឿងដែល Steve មិនបានដឹងនោះទាំងអស់គ្នាគឺ Steve ទើបតែបានដឹងថា Nicole បានប្រាប់ David ឲ្យបានដឹងពីកូដសម្ងាត់ចូលនៅក្នុងផ្ទះរបស់ពួកគេបាត់ទៅហើយនិយាយមិនទាន់បានផុតពីមាត់ផងសម្លេងចុចលេខកូដក៏មិនលើឡើងដល់ពេលដែល Steve មើលទៅក៏បានឃើញ David កំពុងឈរនៅចំពីមុខទ្វារហើយនិយាយដោយប្រើទឹកមុខគួរខ្លាចបែបនេះដែលពេលនេះ David គឺជាមនុស្សរោគចិត្តដ៏កាយសាហាវម្នាក់បន្ទាប់មក Steve គាត់ភ័យមែនទែនពីព្រោះថាប្រព័ន្ធទូរស័ព្ទនៅក្នុងផ្ទះទាំងអស់ត្រូវបានកាប់ផ្ដាច់ដែលធ្វើឲ្យពួកគេភ័យខ្លាចជាខ្លាំងបន្ទាប់មក Steve ក៏បញ្ញាប់រត់ទៅបិទភ្លើងក្នុងផ្ទះទាំងអស់ឲ្យងងឹតដើម្បីកុំឲ្យពួកនោះរកពួកគេឃើញនៅក្នុងផ្ទះមួយនេះ David ដើរចុះដើរឡើងជុំវិញផ្ទះដើម្បីរកកន្លែងចូលគ្នារបស់ពួកវាក៏បាននាំគ្នាមកវាបំបែកជញ្ជាំងកញ្ចក់ឡើងបែកអស់ពុះទ្វារនិងទំនប់បង្អួចដើម្បីចូលមកខាងក្នុង Steve ប្រាប់ឲ្យកូនរបស់គាត់និង Margot ឡើងទៅលើផ្ទះភ្លាមទៅ Nicole និង Margot នាងខ្លាច David ខ្លាំងមែនតើចំណែក Toby វិញភ្លាមនោះក៏ស្រាប់តែឃើញស្មោគ្នារបស់ពួកវាឡើងមក Nicole នាងឆ្លាតក៏ស្រាប់តែរុញពួកវាឲ្យធ្លាក់ចុះមកលើដីឡើងក្ដុក Nicole ភ្លាមនោះក៏បានយកពិលទៅបញ្ចាំងឲ្យចំស្ទូបដែលមានសន្តិសុខយាមនៅក្បែរនោះចៃដនអ្នកយាមម្នាក់នេះគាត់ក៏បានឃើញហើយក៏បានសាកទូរស័ព្ទទៅកាន់ Steve ដោយសារតែតេតម្នាក់លើកដូច្នេះគាត់ដឹងថាគ្រួសាររបស់ពួកគេកំពុងតែស្ថិតក្នុងភាពគ្រោះថ្នាក់បន្ទាប់មកគាត់ក៏បានបើកឡានទៅកាន់ផ្ទះរបស់ Steve រំពេចនោះ David ក៏ស្រាប់តែចេញមកដែលគេពូតកែសម្ដែងខ្លាំងមែនទែនវាចេញមកហើយក៏និយាយថាគេមករក Nicole មិត្តស្រីរបស់គេប៉ុន្តែក្នុងផ្ទះគឺងងឹតអស់គ្នារបស់ពួកវាក៏បានមកវាធ្វើបាបលោកប៉ូលីសនឹងប៉ុន្តែគាត់បានដឹងមុនក៏បានគេចចេញហើយក៏ចាប់ពួកវាបានភ្លាមប៉ុន្តែមានណាទាំងអស់គ្នារបស់ពួកវាម្នាក់ទៀតក៏បានបាញ់សម្លាប់គាត់ស្លាប់បាត់ពួកវាក៏បានចាប់ Steve ធ្វើជាចំណាប់ខ្មាំងហើយស្រែកប្រាប់ Laura ឲ្យបើកទ្វារឲ្យពួកវាចូលភ្លាម David ក៏បានលួចចូលមកខាងក្នុងបានសម្រេចដោយចាប់ចងដៃចងជើង Steve និង Laura នៅខាងក្រៅដែលគ្រប់គ្នាកំពុងតែស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ពួកវាអស់ហើយ Toby ក្មេងតូចម្នាក់នេះក៏បានឡើងទៅជាន់តបូលហើយចុះមកផ្នែកខាងក្រោមវិញដើម្បីយកទូរស័ព្ទនៅក្នុងឡានមកប្រើ Toby ឆ្លាតមែនតើក៏បានបញ្ឆេះឡានរួចក៏ចុចទេទៅលេខ911បានសម្រេចដល់ពេលដែលគ្នារបស់វាម្នាក់ទៀតបានបើកទ្វារក្រាស់មួយនេះ Toby ក៏បានដាក់ប្រអប់លេខហើយជន់ហ្គារួចក៏បានកិនសម្លាប់វាស្លាប់បាត់ទៅចំណែកគ្នារបស់ David វិញក៏បានចូលទៅវាធ្វើបាប Margot និង Nicole ពួកគេបតែបតបគ្នាហើយបរិមម្នាក់នឹងក៏បានវាយ Margot រហូតដល់ស្លាប់ David ក៏បានលី Steve ដែលនៅជាប់ខ្នោះដៃនេះឡើងទៅបន្ទប់ Nicole ហើយ Toby ក៏បានយកសោខ្នោះទៅចាក់ឲ្យ Laura វិញបានសម្រេចដែរ David ក៏បានចាប់បោះ Steve ទៅនឹងដីរួចក៏ស្ទុះទៅយកកំភ្លើងបាញ់ស្ទះក្បាលគ្នារបស់វាឡើងធ្លុះស្លាប់បាត់ទៅដោយសារតែគ្នារបស់វាហ៊ានធ្វើបាប Nicole បន្ទាប់មក David ក៏បានចាប់ Nicole ហើយក៏និយាយថា Nicole
ពួកយើងនឹងទៅនៅជាមួយគ្នាអញ្ចឹងសូមអូនលាឪពុកអូនជាលើកចុងក្រោយទៅថាហើយ David បំរុងនឹងយកកំភ្លើងទៅបាញ់ស្ទះក្បាលរបស់ Steve ប៉ុន្តែ Nicole នាងស្រែកមែនតើថាឲ្យឈប់ David អត់ព្រមស្ដាប់នោះឡើយ B នឹងត្រូវបាញ់ Steve ហើយ Nicole ក៏បានយកឈើដ៏មុតស្រួចមួយហក់មកចាក់ Steve ពីក្រោយឡើងធ្លុះខ្នងវាស្រែកឈឺចាប់មែនតើ Laura ក៏បានយកសោមកចាក់ខ្នងដៃឲ្យ Steve បានសម្រេច Steve បានរួចដៃអញ្ចឹងក៏បានទៅតទល់ជាមួយនឹង David ប៉ុន្តែអត់ឈ្នះនោះទេដោយ David វាប្រែក្លាយទៅជាមនុស្សកាយសាហាវកាន់តែខ្លាំង Steve ព្យាយាមវាយតបតទាំងកំហឹងរៀងខ្លួនរួចគាត់ក៏បានប្រើកម្លាំងចុងក្រោយរួចគាត់ក៏ចាប់បោះ David ធ្លាក់ពីផ្អួចបោកក្បាលទៅនឹងច្រាំងថ្មស្លាប់តែហោងបាត់ទៅពួកអាក្រក់នាំគ្នាងាប់អស់គ្រួសារទាំងមូលក៏បានយំសោកទាំងរន្ធត់ចិត្តជាពិសេសនោះគឺជា Nicole ដោយយកអនាគតខ្លួនឯងទៅបូកលោកជាមួយនឹងពួករោគចិត្តបែបនេះព្រឹកឡើងយើងឃើញថាប៉ូលីសក៏បានចុះមកទីតាំងកើតហេតុដើម្បីសង្គ្រោះគ្រួសារមួយនេះហើយខ្សែភាពយន្ត Fear ក៏ត្រូវបានបញ្ចប់តែត្រឹមនេះអូខេប្រិយមិត្តអរគ្នាបន្ទាប់ពីទស្សនាខ្សែភាពយន្តមួយនេះហើយតើប្រិយមិត្តអរគ្នាមានចំណាប់អារម្មណ៍បែបណារឿងមួយនេះគឺបានផ្ដល់តម្លៃអប់រំឲ្យយើងច្រើនខ្លាំងមែនតើគឺកុំមើលមនុស្សតែសម្បកក្រៅពីព្រោះថាស្នាមញញឹមរបស់មនុស្សម្នាក់ៗមិនប្រកាសថាបង្ហាញចេញពីចិត្តនោះឡើយដែលវាសុទ្ធតែជាអាវក្រោះដែលបិទបាំងនៅភាពស្អុយរលួយនិងកាយសាហាវរបស់ពួកគេតែប៉ុណ្ណោះដូច្នេះប្រិយមិត្តអរគ្នាមុននឹងសាបគប់នរណាម្នាក់ត្រូវតែពិនិត្យមើលឲ្យបានល្អិតល្អន់សិនអូខេជម្រាបលាបាយបាយ